សិក្សាអំពីរូបមន្តរែងគឺជាការកណនីរោគចំណាត់ថ្នាក់ស៊ីនតាបាទស្មើរែងបើកបង្កញ្ចក់ number បាទខមាមក reference ខមាមក order តោះអញ្ចឹងយើងមើលការអនុវត្តអញ្ចឹងទី1គឺយើងត្រូវមានតន័យប៉ុណ្ណឹងសិនអញ្ចឹងតន័យនេះក្រោយយើងវាចូលរួចហើយគឺយើងចាប់ផ្ដើមបាទរករូបមន្តរែងនៅលើនេះតោះអញ្ចឹងទី1គឺយើងស្រេចលើ cell លើគេនេះមកបន្តមកទៀតវាសញ្ញាស្មើបាទ RANK តមកទៀតគឺយើងស្លេចយកនេះក្រោមគេផុតនេះរួចស្លេចលើបាទលេខបាទលើគេនេះខមាមួយមករួចយើងស្លេចលើ cell ហ្នឹងទាំងអស់បាទបន្តមកទៀតគឺយើងចុច F4 បាទ key F4 ហ្នឹងពេលចុចទៅឃើញចេញដុល្លារមកទាំងអស់រួចចុច enter តែម្ដងបាទបន្តមកទៀតយើងคลิกលើ cell ហ្នឹងហើយដាក់សញ្ញាលេខបូកខ្មៅអូសវាមកបាទអញ្ចឹងយើងឃើញលទ្ធផលហើយគឺបន្ទុកខ្ពស់ជាងគេគឺចំណាត់ថ្នាក់លេខ1អញ្ចឹងយើងមើលធំជាងគេគឺ85លេខ1តបទៅទៀតលេខបាទ 84.66 នេះគឺលេខ2បាទហើយលេខ3គឺ 81.66 បាទលេខ4 73ហើយលេខ5គឺបាទ45បាទអញ្ចឹងយើងឃើញលទ្ធផលហើយយើងចាប់ផ្ដើមតម្រៀបលេខ1ឡើងទៅលើអញ្ចឹងយើងគ្រាន់តែคลิกលើ rank នឹងមកបន្តមកទៀតចុចលើពាក្យថា delta រួចយកពាក្យនេះ sort a មកសិតមកគឺលេខ1លេខ2ឡើងមកចេះបន្តមកទៀតគឺយើងមើលតទៀតយើងត្រូវការបាទដាក់លេខរៀងសាស្ត្រថ្មីឲ្យយើងគ្រាន់តែបាទលុបវាចោលសិនបន្តមកទៀតគឺយើងវាលេខ1បាទលេខ2ចឹងមកយើងអាចអូសលេខនេះតែម្ដងឬមួយទៀតគឺយើងចង់ដឹងទិន្នន័យនឹងឲ្យច្បាស់គឺយើងអាចបដូរទិន្នន័យណាមួយឲ្យដូចគ្នាមកឧទាហរណ៍ទិន្នន័យអ្នកលេខ2ហើយនិងអ្នកលេខ3ខ្ញុំបដូរឲ្យដូចគ្នាឧទាហរណ៍90ដូចគ្នាបាទបន្តមកទៀត85បាទបន្តមកទៀត79បាទអញ្ចឹងបើករណីទិន្នន័យដូចគ្នាចេះអញ្ចឹងនាំឲ្យមានលេខ2ហ្នឹងគឺ2នាក់អញ្ចឹងលេខ1ម្នាក់លេខ2 2នាក់អញ្ចឹងអត់មានលេខ3ទេគឺមានអ្នកលេខ4តែម្ដងហើយលេខ5តែម្ដងអញ្ចឹងអានឹងជាប្រភេទចំណាត់ថ្នាក់ហើយតោះអញ្ចឹងយើងត្រូវការ copy រូបមន្តមើលយើងស្លេចលើនឹងមកហើយ copy រូបមន្តលើនេះមកស្ដាម copy បាទបន្តមកទៀតគឺយើងស្លេចលើ cell ចិត្តនឹងមករួចយើងវាយ post ត្រោះតមកទៀតគឺយើងមកស្ដាមរួចយកពាក្យ paste បាទអញ្ចឹងនេះឯងគឺរូបមន្តដែលយើងប្រើស្លេចលើនឹងមកយើងអាចដាក់ពណ៌ក្រហមចំណាំមកបាទអញ្ចឹងប៉ុណ្្នឹងឯង